วิธีធ្វើស្រោមវីតាមីន C មានច្រើនបែបបងប្អូនខ្ញុំជ្រើសរើសវិធីនេះមកបង្ហាញជូនបងប្អូនទាំងអស់គ្នាដោយសារតែគ្រឿងផ្សំងាយខ្លាំងមែនតើអញ្ចឹងទោះជាបងប្អូននៅតាមបណ្ដាខេត្តតាមស្រុកភូមិក៏គាត់អាចជ្រើសរើសគ្រឿងផ្សំនឹងបានដែរអញ្ចឹងបងប្អូនទាំងអស់គ្នាអាចមើលបានណាបងប្អូនចិត្តប្រទាលជាមួយនឹងឈូសសបកក្រូចហើយបកសបកក្រូចមុននឹងឈូសបងប្អូនទាំងអស់គ្នាលាង2 3ទឹកណាលាងមួយទឹកអំបិលកាន់តែល្អហើយបន្ថែមប្រេងដូងបន្តិចមកបងប្អូនចង់ចេះធ្វើស្រោមវីតាមីន C មើលវីដេអូនេះដល់ចប់ណាបន្ទាប់មកបងប្អូនយកទៅដាក់កម្ដៅនៅលើភ្លើងកុំបើកភ្លើងខ្លាំងពេកទុកឲ្យពុះតាមដំណើរមើលទៅថាទឹកស្រោមវីតាមីន C មើលទៅរៀងថ្លាមើលថាទឹកប្រេងវីតាមីន C រៀងថ្លាបងប្អូនទាំងអស់គ្នាអាចបិទភ្លើងបានហើយខ្ញុំច្រឡំហៅស្រោមបងប្អូនអានេះគេហៅប្រេងវីតាមីន C បងប្អូនតានេះអាចឆ្លៀតពេលធ្វើបានអានេះផ្ដោតសំខាន់ខ្លាំងមែនតើទៅលើបញ្ហាជាប់មិនរុយមុខមុនមុខរោស្បែកមុខមានស្នាមដោយសារការញិចមុននេះនឹងបកាតែប្រសិនជាមុខបងប្អូនមានបញ្ហាស្ដើងខ្លាំងអត់ណែនាំឲ្យប្រើទេព្រោះថាប្រេងវីតាមីន C នេះវាមានជាតិកាត់បែបធម្មជាតិពីសបកក្រូចបងប្អូនអញ្ចឹងបើសិនជាមុខបងប្អូនស្ដើងកុំប្រើណាតែបើស្បែកមុខមានបញ្ហាផ្សេងដូចខ្ញុំរៀបរាប់ខាងលើហ្នឹងបងប្អូនអាចប្រើបាន